នៅក្នុងការទទួលទេវតាឆ្នាំថ្មីជាការពិតទៅការទទួលនៅទេវតាឆ្នាំថ្មីគឺជាការព្រមទទួលផ្លាស់ប្ដូរនៅចិត្តគំនិតថ្មីរបស់ខ្លួនយើងមនុស្សយើងគឺប្រសើរជាងសត្វណានាទាំងអស់ប្រសើរត្រង់អាចជ្រើសរើសបានថាតើយើងខ្លួនឯងចង់ក្លាយទៅជាមនុស្សប្រភេទណាព្រះពុទ្ធអង្គទ្រង់ត្រាស់ថាអ្វីគឺអាស្រ័យលើចិត្តរបស់យើងផ្ទាល់ចិត្តជាប្រធានចិត្តជាប្រមុខចិត្តជាអ្នកដឹកនាំដោយអ្វីដែលយើងត្រូវសង្កេតត្រូវពិនិត្យគឺចិត្តរបស់យើងបើចិត្តរបស់យើងពោរពេញដោយកំហឹងក្តៅកាហាយខូខើកាប់សម្លាប់យើងនឹងទៅជាមនុស្សនរកគឺមនុស្សមានចិត្តកាចសាហាវបើចិត្តរបស់យើងពោរពេញដោយសេចក្តីលោភលន់មិនចេះគ្រប់មិនចេះគ្រាន់បៀតបៀនបំផ្លាញប្រយោជន៍អ្នកដទៃដើម្បីប្រយោជន៍ខ្លួនយើងនឹងទៅជាមនុស្សប្រែតគឺមនុស្សរស់បំពេញតែតណ្ហាបំពេញតែចំណង់បើចិត្តរបស់យើងពោរពេញដោយមានៈមិនប្រឹងរៀនមិនស្ដាប់មិនចេះគោរពឱនលំទោនមិនស្គាល់សប្បុរសមិនចេះត្រេះរិះពិចារណាមិនស្គាល់គុណមិនស្គាល់ទោសចង់តែសប្បាយយើងនឹងទៅជាមនុស្សតិរិឆានគឺមនុស្សដែលមានមោហៈដឹកមុខបើចិត្តយើងពោរពេញដោយសទ្ធាជឿកម្មជឿផលរបស់កម្មពេញចិត្តក្នុងការរក្សាសិលឲ្យទានរស់នៅស្គាល់ប្រយោជន៍បច្ចុប្បន្នប្រយោជន៍បរលោកនិងប្រយោជន៍ព្រះនិព្វាននោះយើងនឹងទៅជាមនុស្សពេញទីគឺជាមនុស្សដែលស្គាល់កិច្ចដែលត្រូវធ្វើនិងមិនត្រូវធ្វើបើចិត្តរបស់យើងពោរពេញដោយហិរិឱតបៈមានចិត្តចេះខ្លាចបាបខ្មាស់បាបដូចជាមនុស្សបំរុងនឹងធ្វើអាក្រក់ហើយត្រឡប់មិនធ្វើព្រោះខ្លាចបាបព្រោះមើលឃើញដូចជាការខ្លាចនៅដុំភ្លើងដូច្នោះដុំភ្លើងបើទោះបីជាប៉ុនជើងធុបក៏អាចធ្វើឲ្យយើងរលាកអាចធ្វើឲ្យឆេះផ្ទះឆេះព្រៃបានលោកឲ្យយើងខ្លាចបាបហ្នឹងគឺខ្លាចឲ្យឃើញអញ្ចឹងចំណែកឯការខ្មាស់បាបគឺឲ្យយើងឃើញបាបនឹងដូចជាដុំលាមកដែលប្រឡាក់ជាប់ខ្លួនឬសម្លៀកបំពាក់ទោះប៉ិនចុងកញ្ចក់ក៏ដោយក៏វាមានក្លិនស្អុយដែរប្រៀបដូចមនុស្សដែលកំពុងពេញស្រឡាញ់ខ្លួនមិនចង់ឲ្យខ្លួនប្រឡាក់របស់មិនស្អាតដូច្នោះមនុស្សមានហិរិឱតបៈយ៉ាងនេះទើបហៅបានថាជាមនុស្សសទេវតាគឺមនុស្សដែលមានចិត្តជាពូជនៃទេវតាសរុបមកបើបុគ្គលបានអប់រំនៅចិត្តរបស់ខ្លួនបានល្អបុគ្គលនោះក៏អាចទីពឹងខ្លួនឯងបានអាចជាទីពឹងរបស់អ្នកដទៃបានផងដែរ